ប្រទេសឥណ្ឌានិងស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនរេន្ទ្រាម៉ូឌីនៅទីក្រុងស្តុកហូលកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនពាណិជ្ជកម្មនិងការវិនិយោគរបស់ប្រទេសទាំងពីរឲ្យកើនឡើងទ្វេដងនៅក្នុងរយៈពេល5ឆ្នាំខាងមុខនេះបើតាមខ្លឹមសារជំនួបរវាងលោកអូគ្រីស្តូសុននាយករដ្ឋមន្ត្រីស៊ុយអែតនិងលោកនរេន្ទ្រាម៉ូឌីនាយករដ្ឋមន្ត្រីឥណ្ឌាកាលពីថ្ងៃអាទិត្យនៅក្នុងសន្និសីទសារព័ត៌មានលោកគ្រីស្តូសុនបាននិយាយថាយើងមានមហិច្ឆតារួមគ្នានៅក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគទ្វេភាគីរបស់យើងនៅក្នុងរយៈពេល5ឆ្នាំខ្ញុំពិតជាជឿជាក់ថាវាអាចក្លាយទៅជាការពិតកាន់តែឆាប់លោកម៉ូឌីបាននិយាយថាក្រោមភាពជាដៃគូនេះយើងនឹងឆ្ពោះទៅមុខលើសសរស្តម្ភសំខាន់ៗដូចជាការផ្លាស់ប្ដូរពណ៌បៃតងការការពារជាតិបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើននិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបើតាម AFP ពាណិជ្ជកម្មប្រចាំឆ្នាំរវាងប្រទេសទាំងពីរបច្ចុប្បន្នមានចំនួន7កណ្ដោសញ្ញា$75,000 លានអំឡុងដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបនាយករដ្ឋមន្ត្រីឥណ្ឌាលោកនរេន្ទ្រាម៉ូឌីក៏ទៅប្រទេសណូវែសនិងអ៊ីតាលីផងដែរ